Bà sụt đây bởi một ngọt khné ngày này đai vừa tập mò chụp cho mùi nhôm mà đón đi đây bà bay bong pôn dạ pel đôi chỉ bay buồn ngày bà ta bong pôn sọc tục bạch đai bà nhạc nhôm ngon sọc tục thon mà đá đây bên tay ở sơ miền bong pôn để đo đôi chỉ riêng để tẹt tôn cho mùi nàng bập bay này bỏ xa rồi có riêng để bay chùm nửa món bong pôn bà ơi nhôm miền cầm đứt môi bong ồn tơ bong ồn vô mấy đáy ô tiêu ho bờ sân chìa nhôm squat bong bong rư có ở miền bong bong để ai ô tiêu ho đôi chỉ thưa đôi chỉ cam thi là bay nó còn YouTube đôi chỉ bong cam thi chiều quay rư có ấy nữa ta ở bong ồn vô mấy đáy bà xâm hẹp nhóm trong thưa bẹp nâng bờ sân chỉ bong ồn support rư có bong ồn control nhóm thưa bẹp nâng ta bong ôn vô mình bà sân chỉ miền bong ôn trong thảo okประกาศหนังទៅដូចជាទំនងឬក៏មើលទៅវារៀងមើលទៅមានពេលខមិនឬក៏មានបងដែលមានបបសោតសម្រាប់លើករឿងដែលគាត់បានជួបប្រទះឬក៏យករឿងដែលសាហាវដើម្បីបំពេអារម្មណ៍បងប្អូនណាបាទមកចូលមកដល់យើងវិញបងប្អូនបងប្អូនសង្សប្បាយអត់កន្លែងតែនិយាយពីចិត្តឬក៏គំនិតដែលខ្ញុំចង់បង្កើតអត់បានសួរបងប្អូនបាទតើបងប្អូនជឿអត់ថារឿងដែលបងដែលគាត់និយាយឬក៏បងដែលលើកយកបទពិសោធន៍មកនិយាយណាបងប្អូនគិតថាបងប្អូនជឿគាត់អត់សម្រាប់ខ្ញុំដូចជាខ្ញុំមានអារម្មណ៍ថាជឿគាត់មានអារម្មណ៍ថាជឿរឿងហ្នឹងមិនជឿគាត់ទេជឿរឿងហ្នឹងហ្មងដូចអាសាឬគាត់ចាស់ឬក៏ពូអ៊ំគាត់អាសានិយាយបាទដូចជារឿងអបិយជំនឿដូចជារឿងដើរព្រៃរឿងព្រាយរឿងបីលក្ខណៈថារន្ធត់ណាធម្មតាតតែបងហ្នឹងគាត់ជាអ្នករៀនមុនវិជ្ជាឬក៏ពូអ៊ំគាត់អ្នករៀនមុនវិជ្ជាអញ្ចឹងទើបគាត់ដឹងថាអូមិនអញ្ចឹងណាតែសម្រាប់ខ្ញុំអត់រៀនអត់ចេះអីទេតែមានអារម្មណ៍ថាចូលចិត្តរឿងហ្នឹងតែម្ដងចូលចិត្តរឿងបែបអស់ហ្នឹងវាលក្ខណៈថាវារន្ធត់មើលទៅក៏វាជាសบายម្យ៉ាងអូខេគ្រាន់តែនិយាយក៏មានអារម្មណ៍មានក្តីសុខចឹងណាបើបានស្ដាប់បងណាដែលគាត់និទានពីរោះហ្មងគឺថាអូដេកលក់ដឹងខ្លួនមែនបាទដើម្បីកុំឲ្យចូលយូរបាទជាបន្តទៅនេះខ្ញុំថ្ងៃនេះមានរឿងមួយដែលរឿងណាបើសិនជាមើលទៅដូចជារឿងប្រហែលជាបងអាចនឹងលក្ខណៈថាធ្លាប់ជួបខ្លួនឯងក៏មានធ្លាប់ឮចាស់និយាយប្រាប់ក៏មានដែរបាទរឿងហ្នឹងវាអត់ប្លែកហើយក៏វាអត់រន្ធត់អីណាស់ដែរគ្រាន់តែវាកើតឡើងចំពោះបងម្នាក់ដែលគាត់រស់នៅក្នុងភូមិជាមួយនឹងខ្ញុំដែរអញ្ចឹងណាបងប្អូនដោយសារតែខ្ញុំបានជួបគាត់ដូចជាម្សិលមួយថ្ងៃបាទខ្ញុំជួបគាត់ខ្ញុំសួរគាត់លេងសួរគាត់ថាអូចេះចុះតាមនៅតោះជាបន្តទៀតខ្ញុំនឹងប្រាប់បងប្អូនថារឿងហ្នឹងរឿងអីគេបាទរឿងហ្នឹងគឺបងម្នាក់ខ្ញុំសូមប្រាប់ឈ្មោះគាត់សិនឈ្មោះគាត់បាទរឿងហ្នឹងបងឈួនគាត់ជាអ្នកចែកម្លែកនឹងគាត់និយាយប្រាប់ខ្ញុំដើម្បីឲ្យខ្ញុំនិយាយបន្តប្រាប់បងប្អូនអញ្ចឹងណាដោយសារខ្ញុំប្រាប់គាត់ថាអូខ្ញុំធ្វើកម្មវិធីជាកម្មវិធីចុះតែខ្ញុំប្រាប់គាត់ដែរបើសិនជាខ្ញុំមានឱកាសខ្ញុំនឹងធ្វើវាដើម្បីឲ្យបងដែលឬក៏ពូអ៊ំដែលគាត់ចង់ប្រាប់ឬក៏ចង់បកស្រាយឬក៏នៅរឿងដែលគាត់បានកើតឡើងឬក៏ជួបផ្ទាល់អីចឹងខ្ញុំនឹងធ្វើកម្មវិធីហ្នឹងប៉ុន្តែខ្ញុំ
អត់ទាន់មានកម្រិតដល់ដូចបងនៅក្នុងទៅតាមល្បីដូចជាបងជាអ្វីអីវិញទេឬក៏បងកំណត់ហេតុខ្មោចអីទេដោយសារតែខ្ញុំទៅតែក្មេងខ្ចីសម្រាប់រឿងក៏ខ្ញុំអត់និយាយបានក្បោះក្បាយសម្រាប់ចំណេះដឹងខ្ញុំក៏នៅខ្សោយអត់ដឹងរឿងច្រើនដូចជាបងគាត់ប្រឡូកមុននេះបងបើសិនជាមានការខ្វះខាតឬក៏ខ្ញុំនិយាយទៅអត់សមឬក៏និយាយទៅនេះបងកុំនេះបងកុំមិនប្រាប់ខ្ញុំមកអូខេបងអរគុណច្រើនសម្រាប់ការ comment បាទជាបន្តទៅយើងចូលមកដល់សាច់រឿងតែម្ដងទៅដោយកុំឲ្យវែងឆ្ងាយយើងសួរសុខទុក្ខឬក៏និយាយលេងតែប៉ុណ្ណឹងបានហើយរឿងអស់ហ្នឹងយើងចូលមកដល់រឿងដែលអ៊ំឈួនពូឈួនដែលគាត់បាននិយាយប្រាប់ខ្ញុំណាអូខេជាថ្ងៃមួយហ្នឹងអ៊ំឈួនគាត់នៅផ្ទះក្បែរភ្នំបាទហើយរឿងហ្នឹងខ្ញុំសូមដាក់ចំណងជើងថាចូលព្រៃកាប់ឈើតែម្ដងទៅដោយសារតែអ៊ំគាត់មានអទេសមានគោសម្រាប់កាប់កូនឈើឬក៏កាប់ឈើដើម្បីយកមកលក់ឲ្យឈ្មួញអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំសូមដាក់ចំណងជើងអញ្ចឹងទៅដើម្បីឲ្យវាស៊ីជាមួយសាច់រឿងបាទនៅថ្ងៃមួយហ្នឹងអ៊ំឈួនបានចេញដំណើរទៅក្នុងព្រៃដូចសពដងបាទគាត់ចេញដំណើរទៅជារៀងមួយអាទិត្យម្ដងឬកន្លះខែម្ដងដើម្បីកាប់កូនឈើឬដើមឈើដែលឈ្មួញគេត្រូវការអញ្ចឹងណាប៉ុន្តែសូមនិយាយឲ្យវាអត់មានប៉ះពាល់អីដល់ដើមឈើធំយកមកអីទេបងប្អូនបើសិនជាគេអភិរក្សក៏គាត់អត់ចាប់ដែរអត់កាប់ដែរបាទបងប្អូនចង់ដឹងថាដំណើររឿងដើមតងនឹងវាទៅជាយ៉ាងណាហើយនឹងមានរឿងអ្វីរន្ធត់សម្រាប់ក្នុងនេតិនេះដែរតោះចូលរួមស្ដាប់ទាំងអស់គ្នាដោយយកចិត្តទុកដាក់បងប្អូនអូខេបាទទុច្ចសពមួយដងអ៊ំឈួនគាត់ជាអ្នកដែលកាប់ឈើមកលក់ឲ្យឈ្មួញបាទជារៀងរាល់ថ្ងៃឬក៏រាល់អាទិត្យហ្នឹងគាត់តែងតែចេញដំណើរទៅជាមួយនឹងបងប្អូនឬក៏អ្នកជិតខាងរបស់គាត់ហើយគាត់មានកូន2នាក់សម្រាប់ទៅជួយអញ្ចឹងណានៅថ្ងៃមួយហ្នឹងអ៊ំឈួនគាត់ទៅតែម្នាក់ឯងទេហើយអ្នកជិតខាងរបស់គាត់ក៏បានទៅដូចជា3អាទិត្យដែរទាំងគាត់ដែរណាចេញទៅម៉ោងប្រហែលជា3ភ្លឺអញ្ចឹងទៅគាត់ឡើងទៅដើម្បីរៀបចំបាយទឹកហើយដើម្បីគាត់ថាបកោទៅវាលក្ខណៈថាត្រជាក់គោបាទបងប្អូនដែលបរទេសពេលយប់អត់បរទេសពេលយប់ឬក៏ពេលភ្លឺឬពេលថ្ងៃថ្ងៃម៉ោង7 8យប់បងប្អូនធ្លាប់បរអត់សម្រាប់ខ្ញុំធ្លាប់ប៉ុន្តែខ្ញុំមិនដែលជួបអីទេប៉ុន្តែសម្រាប់អ៊ំឈួនគាត់ជួបរៀបភ្លឺឡើងដែលគាត់ឡើងទៅធ្វើបាយធ្វើម្ហូបហើយគាត់ចេញដំណើរឬក៏បរទេសគោហ្នឹងទៅដើម្បីកាប់អុសហ្នឹងណាបងប្អូនទៅកាប់អុសគាត់ចេញពីផ្ទះចេញបានរហូតដល់ព្រៃទួលមួយគេហៅព្រៃទួលតែជាព្រៃសម្បូរទៅដោយអមនុស្សឬក៏កន្លែងហ្នឹងកន្លែងអថ័យតែឆ្អឹងខ្មោចឬក៏អីពីមុនដែលសល់ពីសម័យសង្គ្រាមណាបងប្អូនបដល់កន្លែងហ្នឹងបធម្មតាអាទេស3អាទេសគាត់នៅក្រោយគេហ្នឹងបានន័យថាគាត់ជាអ្នកចាស់ទុំគាត់មើលក្រោយដើម្បីការពារបងប្អូនឬក៏ទៅមួយគាត់អញ្ចឹងណាអ្នកទៅមួយគាត់ណាស្រាប់តាបអាទេស3បាត់អាទេសមួយកដាលក្រទេសកដាលបងប៉ុន្តែអាទេសកដាលនៅធម្មតាទេប៉ុន្តែគាត់មើលឃើញគាត់ឃើញបែរជាឃើញដូចជាអាឡានសម័យបុរាណណាបងប្អូនឡានសម័យបុរាណមានដូចជាដង្ខៅដឹងអីជីអញ្ចឹងណាស្រាប់តែគាត់ភ្ញាក់ព្រឹតថាជុំអាទេសមិញ3 2នៅកណ្ដាលហ្នឹងអាទេសថាចុះគាត់ថា
កលីភ្នែកមួយភ្លាតមកវិញឃើញឡានបែបបុរាណបងប្អូនឡានបែបបុរាណហ្នឹងមានដឹកមនុស្សដឹកអីធម្មតាដូចគេទៅដូចជារបៀបថាដូចជាដង្ខៅដូចជាអ្នកមានសេដ្ឋីពីមុនមកអញ្ចឹងណាគេទៅកម្មវិធីឬក៏អីទៅគេបើកទៅគេមានចាក់ភ្លេងចាក់អីស្ដាប់អញ្ចឹងទៅស្រាប់តែគាត់ភឺសបល់ខ្ញាក់ហ្មងភឺសបល់ខ្ញាក់ក៏គាត់គិតថាអូលេងគាត់ថាបរទេសនៅនឹងចូល20ឆ្នាំហើយអត់ដែលលេងគាត់ស្រាប់តែម្ដងហ្នឹងចង់លេងលេងមែនតើបងប្អូនគ្រាន់តែនិយាយក៏ខ្ញុំភឺសបល់អើយបន្ទាប់មកគាត់ក៏អត់ខ្លាចទេគាត់ដឹងថាមានអមនុស្សឬក៏គេចង់បលែងលេងមួយគាត់អីគាត់ខ្លាចក៏ទៅធម្មតាស្រាប់តែបាត់ទៅខ្លួនឯងហ្មងអាទេសនៅធម្មតានៅបទៅធម្មតាអញ្ចឹងទៅហើយធម្មតាចាស់គាត់អត់ខ្លាចអីដូចជានេះបើសិនជាខ្លាចក៏គាត់ហ៊ានឡើងទៅឬក៏ធ្វើដំណើរទៅក្នុងព្រៃពេលយប់អីចឹងដែរម្លងបានប្រហែល5នាទីក្រោយឃើញនៅក្រោយខ្លួនក្រោយខ្នងគាត់ហ្មងវ៉ាក់ហ្មងវ៉ាក់នៅក្នុងនៅក្រោយខ្លួនគាត់តែម្ដងស្រាប់តែពេលវ៉ាក់អញ្ចឹងគាត់មិនដឹងធ្វើម៉េចខ្លួនមួយវាខ្លាចដែរវាមិនខ្លាចគាត់ថាវាភឺសបល់ដែរស្រាប់តែគេបឡានធម្មតាអញ្ចឹងទៅក៏បចេះតែបអញ្ចឹងទៅបក៏អត់ខ្លាចអញ្ចឹងបានប្រហែលជា1នាទី2នាទីក្រោយទៅស្រាប់តែបាត់ស្រាប់តែចូលដល់ព្រៃវាយ៉ាងព្រៀងក្រាស់ស្រាប់តែមានអារម្មណ៍ថាស៊ឺហ្មងគាត់មានអារម្មណ៍ថាយ៉ាងដូចព្រឺក្បាលខ្ញាហើយគាត់ក៏បានឈប់ឲ្យគ្នាគាត់របស់គាត់នឹងឈប់ថាមើលឈប់សិនមើលមានរឿងអីនេះតិចឲ្យមើលឈប់ដោះស្រាយសិនហើយគ្នាគាត់ក៏បានឈប់ថាអូមានរឿងអីគេដោះស្រាយគេគាត់ស្មានគ្នាគាត់ស្មានតែមានចោលព្រៃឬក៏អីណាគេចាំស្ទាក់ធ្វើស៊ីអីចឹងណាតែអត់មានទេហើយអ្នកបរទេសពីរមុខហ្នឹងអត់ដឹងខ្លួនទេបងប្អូនអត់ដឹងខ្លួនទេណាគឺឃើញតែគាត់ម្នាក់ឯងម៉ោងប្រហែលចូលជា4កន្លះពីភ្លឺបន្ទាប់ពីគាត់បានឈប់អទេសមួយផ្លែតហ្នឹងចូលទៅដល់ព្រៃដែលលក្ខណៈថាវារៀងជ្រៅវារៀងព្រៃស្ដុកក៏មានរឿងចម្លែកចំពោះគាត់ម្ដងទៀតមិនដឹងថាគាត់ថ្ងៃហ្នឹងថ្ងៃសួយរបស់គាត់ឬក៏ថ្ងៃដែលមិនទេបងប្អូនស្រាប់តែរឿងចម្លែកបានគាត់បានកាត់ឡើងចំពោះតែគាត់ឯងលោកបងប្អូនជួយគិតមើលតើជារឿងដែលសួយឬក៏មិនតែសម្រាប់គាត់ថាដូចជាប្រហែលឆ្នាំនេះអត់ដែលឃើញមានអីចឹងទេគាត់ថាចង់មានអ្នកផ្ចាញ់គាត់ឬក៏ម៉េចឬក៏មិនចឹងណាឃើញម្ដងទៀតហ្នឹងឃើញលក្ខណៈគ្រួសារតែម្ដងមានផ្ទះជុំវិញហើយដូចខ្ញុំបាននិយាយមុនហ្នឹងចឹងដូចអាឡានមិញហ្នឹងដូចជាទៅកម្មវិធីអីមួយចឹងយល់អត់បងប្អូនពេលមុនដំបូងខ្ញុំនិយាយថាអាទេសកដាលហ្នឹងបស្រាប់ឃើញឡានហ្នឹងហើយឃើញឡានឃើញដូចជាគេទៅកម្មវិធីអីចឹងណាស្រាប់តែដល់អភ័យដែលខ្ញុំមុននិយាយមុនហ្នឹងណាទៅដល់ហ្នឹងឃើញទៀតឃើញកម្មវិធីមែនឃើញគេស្លៀកពាក់បែបបុរាណចងក្បិនចងអីចឹងណាមានកម្មវិធីឡើងផ្ទះដូចគេអ្នកមានចំនួនមុនណាគេធ្វើកម្មវិធីនៅឡើងផ្ទះនៅក្បែរផ្លូវហ្នឹងចាញ់ភឺសបល់ខ្ញាក់ហ្មងគាត់ថាព្រលឹងគាត់ចង់ហោះហើយឡើងស្រាលខ្លួនឡើងខ្ញាក់ភឺអស់សបល់ហ្មងចង់បះតាំងសក់ទៀតឡើងខ្ញាក់គាត់ថាមិនដឹងមិនទេអត់ហ៊ានឈប់សួរអ្នកដែលបខាងមុខទេខ្លាចដល់កន្លែងកម្មវិធីគេហ្នឹងគេមើលមកអញ្ចឹងយើងនេះអញ្ចឹងណាគាត់ធំថារមមកហួរអាផ្ទះកម្មវិធីហ្នឹងណាប្រហែលជា5នាទីក្រោយមក
គាត់លក្ខណៈថារកនោមហ្មងគាត់អត់ដែរជួបរឿងដែល possible ឬក៏ប្លែកបែបហ្នឹងសម្រាប់ខ្ញុំគ្រាន់តែខ្ញុំស្ដាប់រឿងដែលគាត់បកស្រាយប្រាប់ខ្ញុំហើយខ្ញុំមកនិយាយឬក៏បកស្រាយប្រាប់បងប្អូនបន្តទៀតទេខ្ញុំក៏មានអារម្មណ៍ថាអូទស្សនវិជ្ជាបែបហ្នឹងខ្ញុំឃើញនៅក្នុងភ្នែកតែម្ដងវាខណៈនិយាយសម័យឃើញហ្មងសម្រាប់ខ្ញុំពេលដូចខ្ញុំនិយាយមុនពីក្បាលវីដេអូអញ្ចឹងរឿងអបិយជំនឿឬក៏រឿងដែលអាចកំបាំងដូចជារឿងនិយាយចំមករឿងដូចជាខ្មោចយ៉ាងអីហ្នឹងអូខេខ្ញុំទទួលស្គាល់ថាខ្ញុំជឿ 90% ឯងដោយសារតែមិនដឹងមិនតែបងប្អូនខ្លះអត់ជឿទេអូសម័យមិនចេញអីចឹងណាសម្រាប់ខ្ញុំជាអ្នកដែលនៅជនបទនៅស្រុកខ្សែដែរវាអាចនឹងធ្លាប់ជួបខ្លះនៅទស្សនវិជ្ជាដែលគេធ្លាប់និយាយចឹងណាពេលខ្លះយើងអត់ដែរជួបទេដូចមិញចឹងខ្ញុំអត់ដែរជួបរឿងអស់ហ្នឹងទេតែអ៊ំឈុនគាត់ជាអ្នកជួបប៉ុន្តែគាត់បកស្រាយប្រាប់ខ្ញុំដូចខ្ញុំបានឃើញផ្ទាល់ចឹងអញ្ចឹងមិនថាឥឡូវចូលទៅដល់សាច់រឿងយើងវិញអូខេបន្តទៅទៀតអ៊ំឈួនគាត់ជាតួអង្គក្នុងរឿងហ្នឹងហើយចាត់ទុកគាត់ជាតួអង្គបាទដោយសារតែគាត់ជួបរឿងពីរតែរឿងហ្នឹងដូចជាមិញហ្នឹងឃើញឡានទៅដល់មុខទៀតឃើញគេមានកម្មវិធីហើយបងប្អូនសាកសម័យមើលណាគេកម្មវិធីនៅក្នុងព្រៃបែបហ្នឹងហើយព្រៃដែលក្រាស់ក្បឹកដើមឈើធំតាមផ្លូវផ្លូវទេសហ្នឹងអូវាសបល់មែនបាទតោះវាសបល់មែនទេតាគាត់ថាខ្ញុំនិយាយម្ដងទៀតធ្វើសបល់ចោលតម្រាំតែជួបផ្ទាល់មុំជួបផ្ទាល់តើមានអារម្មណ៍យ៉ាងណាអូខេបងប្អូនកុំតន់អោតនាចោលខ្ញុំនៅបានគ្នាបើសិនជាដូចខ្ញុំនិយាយមុនអញ្ចឹងបើគាត់បាននិយាយបកស្រាយប្រាប់បងប្អូនផ្ទាល់ហ្មងបងប្អូនប្រកាសជាព្រឺសបល់ជាងខ្ញុំទៀតអូខេតោះបន្ទាប់ពីបានផុតភូមិហ្នឹងគាត់រៀននោមមកគាត់ស្ពឹកដៃស្ពឹកជើងម៉ោងហ្នឹងវាម៉ោងជិតភ្លឺដែរហើយម៉ោង4ជាងម៉ោង 4-5 ហ្នឹងហើយគាត់ថាធ្វើអីអត់កើតទេថ្ងៃហ្នឹងគាត់កាប់អស់ឬក៏ធ្វើអីក៏អត់កើតដែរដោយសារតែវារៀងដូចស្ដែងពេកឃើញស្ដែងពេកអញ្ចឹងវាធ្វើឲ្យអារម្មណ៍ឬក៏ស្មារតីរបស់គាត់វាបាក់វាស្លុតណាដល់ពេលស្លុតអញ្ចឹងធម្មតាទេក៏ខ្ញុំនិយាយខ្ញុំមានអារម្មណ៍ថាអូវាសបល់ហើយចាស់តម្រាំជួបផ្ទាល់ស្លុតស្មារតីគាត់ថាអូធ្វើអត់កើតហើយធ្វើអត់កើតមែនរហូតតគាត់បានត្រឡប់មកផ្ទះវិញទាំងអត់មានអីដូចជាអស់មានអីទេគាត់ថាគាត់ធ្វើអត់កើតហើយមិនមែនមកត្រឡប់មកតែឯងទេត្រឡប់មកទាំងអស់គ្នាដោយសារតែបើសិនជាគាត់មកតែឯងទោះបីពេលថ្ងៃក៏ដោយក៏គាត់អត់ហ៊ានមកដែរបងប្អូនដឹងគាត់មកដល់ផ្ទះវិញមានអាការៈបែបណាអត់អូខេបងប្អូនគាត់មានអាការៈឈឺខ្លាចជាគ្រុនចាញ់ដោយសារតែការភ័យខ្លាចរបស់គាត់ធ្វើឲ្យគាត់ស្លុតស្មារតីគាត់ស្លុតមើលគាត់ឈឺអាគ្រុនចាញ់ហ្នឹងឈឺគ្រុនចាញ់ហើយនៅដូចជានាំគាត់ទៅស្រោចទឹកស្រោចអីនៅគ្រូដែលគេល្បីណាបាទរឿងមានតែប៉ុណ្ណឹងប៉ុន្តែមានអារម្មណ៍ថាអូរំភើបក៏រំភើបលក្ខណៈថាភ័យរឿងបើអត់ទាន់បើសិនតែខ្ញុំបានជួបផ្ទាល់ណាអូខេបងប្អូនដឹងតែខ្ញុំជូរសក់ដែរបងប្អូនថារឿងតែប៉ុណ្ណឹងសោះនិយាយ
mình về ngày mày đời xa tại nhóm trong bây giờ bè bom ôn the hướng về chẳng ôm quạt bàn cắt làng chẳng bật mèn hay ní nhóm miền che thành giấy nè bà xin chỉ admin hướng còn nhóm mất hẹn lực vô bọn giấy bè bom ôn này chip xe bong bong để quạt đa cảm thì thùng môn nhóm bong bong bài kia thao ở này giấy về đi hai bên tay nhâm cực luôn ấy nè bà hãy chỉ ôn ra toàn hiệp bệ giấy thử ok bong bong bà xin chỉ bong ban đa bự có ní bong chui comment bè ôn bong tha hướng dương thời giấy vậy mẹ 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 như thế mong muốn bên tay nhôm có con đó ôm chua này đè quạt ban để dây bẹp nhôm hướng về bẹp nâng tập nâng tê đời xa bờ sân chỉ quạt làng phnom làng ấy tiết miền ấy cả làng tiết quạt bẹp đầm nà to ai bận tái đôi ọt miếng này quạt màu tà pê nắng tàu pê plư láng quạt đỏ đeo vậy nhỉ quạt lấy quạt chụp từ được chia một là bò bẹp nắng ấy đời xa ta quạt ban chụp hướng nắng từ quạt chụp nâng một bò bẹp nắng á bận tái quạt nơi thưa ca nơi té thòm ná được chia ok mới cô mới ấy thòm ná nơi té bằng bốn đời xa ta ở trắng bàn quạt lên hẹn từ trắng á ok ta bong ôn vô mạch đai xâm hẹp ở hướng đài nhóm ban lực vô một bọ xẻ bẻ bong ôn á nhóm kết tha ở hướng nắng về đần thốt đai bàn tay bật mẹ bong ôn để chụp hướng đần thốt bài khang chừng nắng bong ôn đảo thòm đà hay mẹ đi hướng đi nhưng mà ban chụp to thì đừng nhầm mình chạy nhá ok ba chỉ trong cái đấy bị nhóm một bánh có số mà con đo bong ôn đài tay tại cho ví bong ôn chui ví dụ nhóm chán mà ok chạm chụp cục câu cá nhóm nâng bậc cao nâng cao một thi đôi nhóm dạy bàn dạy môn trắng nhóm nâng hào bong ở theo miền Bắc phép trong hào bong đài còn là bảy cọt miền Bắc sau rồi có ban chụp hướng đài run thốt nhom đừng dột một quạt bỏ thưa cả bọn hai nơi không cảm thi là bao nhom bà chỉ vào to tới đây số mò con đào bom ôn ở kia bà chụp kia ở các cái video